ខ្ញុំទទួលបានសំណួរមួយពីគ្នាយើងគាត់សួរថាតើពេលណាយើងគួរប្រើជាមួយនឹង mono ហើយពេលណាយើងគួរប្រើជាមួយនឹង stereo នៅពេលដែលយើងធ្វើ sound mixing អញ្ចឹងមុននឹងឆ្លើយសំណួរនេះខ្ញុំចង់ឲ្យអ្នកគ្នាស្គាល់ទៅលើ mono ហើយនឹង stereo សិន mono មានន័យថាវាឮតែមួយ channel ទេវានៅចំណុចកណ្ដាល center ហ្នឹងហើយចំពោះ stereo មានន័យថាវាមាន2 channel វាឮឆ្វេងហើយនឹងស្ដាំអញ្ចឹងដើម្បីដឹងថា audio track របស់អ្នកគ្នាជា mono ឬក៏ stereo អ្នកគ្នាអាចមកមើលនៅកន្លែងនេះយើងឃើញលេខ1នេះហ៎អញ្ចឹងលេខ1នេះគឺតំណាងឲ្យ mono បើសិនអ្នកគ្នាចង់ change វាទៅ stereo អ្នកគ្នាម៉ៅស្ដាំមក change track tab យើងយក stereo មកអញ្ចឹងយើងនឹងឃើញវាមានលេខ2ចំណុចមួយទៀតដែលអ្នកគ្នាអាចសម្គាល់បានតាក់ទងនឹង mono ហើយនឹង stereo អ្នកគ្នាចូលមកកន្លែង pan មកយើងនឹងឃើញអាប៉ងពណ៌ green នេះយើងឃើញមានសងខាងហ៎អញ្ចឹងអាហ្នឹងគឺតំណាងឲ្យ stereo ហ្នឹងឯងវាឮឆ្វេងហើយនឹងស្ដាំឥឡូវយើង change វាទៅ mono វិញអញ្ចឹងអ្នកគ្នានឹងលែងឃើញអាមូលពណ៌ green ហ្នឹងទៀតហើយដោយសារអីវាឮតែចំណុចកណ្ដាលនេះទេតាក់ទងទៅនឹង mono ហ្នឹងឥឡូវយើងចូលមកដល់សំណួររបស់យើងម្ដងតើពេលណាយើងគួរប្រើ mono ហើយពេលណាយើងគួរប្រើជាមួយនឹង stereo អញ្ចឹងខ្ញុំនឹងឧទាហរណ៍នៅក្នុងការធ្វើ automation control ទៅលើ sound effect នេះមួយនៅកន្លែងនេះខ្ញុំចង់ឲ្យសំឡេង mid lap អាសំឡេងដែលឮតិចៗនេះខ្ញុំចង់ឲ្យវា pan rotate ទៅតាម screen របស់យើងនេះអូខេអញ្ចឹងនៅពេលដែលតួរបស់យើងគាត់មើលមកកន្លែងនេះធម្មតា sound effect គឺវានឹង pan រត់មកកន្លែងហ្នឹងដូចគ្នាវាអត់អាចនៅកណ្ដាលឬក៏អត់អាចនៅគៀនេះបានទេឥឡូវខ្ញុំចាប់ដើមធ្វើ automation control ដើម្បីឲ្យអ្នកគ្នាមើលតែម្ដងអញ្ចឹងសំឡេងរបស់យើងគឺនៅកន្លែងនេះខ្ញុំទាញសំឡេងរបស់យើងអូខេសំឡេង mid lap របស់យើងគឺខ្ញុំទាញមកគៀននៅកន្លែងនេះដូចគ្នាអញ្ចឹងនៅពេលដែលគេ pan កាមេរ៉ា rotate មកនេះ sound របស់យើងវា rotate មកតាមនឹងដូចគ្នាឥឡូវយើង play បដាយើងធ្វើ automation control បដាអូខេអញ្ចឹងយើងឃើញ sound របស់យើងគឺវារត់នេះអូខេវាចាប់ដើមរត់ទៅតាមហ្នឹងហើយវាចាប់ដើមរត់ពីស្ដាំមកឆ្វេងឃើញទេដោយសារតែតួរបស់យើងគាត់កំពុងតែមើលមកនេះតួម្នាក់ទៀតដែលគាត់កំពុងតែដេកនៅលើខែហើយនៅចិត្តសំឡេងអា mid lap ហ្នឹងណាអញ្ចឹងហើយដែលជាមូលហេតុយើងចង់ឲ្យសំឡេង sound របស់យើងនេះគឺវាឮមកកន្លែងហ្នឹងវាអត់អាចនៅកណ្ដាលឬក៏នៅគៀនកាន់តែបានទេតោះបានទេអញ្ចឹងត្រឡប់មកវិញកន្លែងនេះបើសិនជាយើងអត់ប្រើ mono ទេយើងប្រើជាមួយនឹង stereo តើអ្នកគ្នាអាចធ្វើ automation control បែបហ្នឹងបានអត់ចម្លើយគឺអត់មូលហេតុដោយសារតែនៅពេលអ្នកគ្នាប្រើជាមួយនឹង stereo វាមាន2 channel មែនទេអញ្ចឹងវាឮឆ្វេងស្ដាំស្រាប់ហើយអ្នកគ្នាអត់អាចឲ្យវាឮឆ្វេងអត់ស្ដាំហើយឲ្យឮស្ដាំអត់ឆ្វេងបានទេអាហ្នឹងតាក់ទងនឹង stereo ប៉ុន្តែ mono វាឮតែមួយ channel ទេអញ្ចឹងយើងអាចចង់ឲ្យវាឮឆ្វេងក៏បានស្ដាំក៏បានអានេះហើយគឺជាមូលហេតុដែលយើងអាចធ្វើ automation control ឲ្យ sound របស់យើងវា rotate វា pan ទៅតាមណាដែលយើងចង់បានអញ្ចឹងទៅអញ្ចឹងខ្ញុំសង្ឃឹមថាកន្លែងនេះអ្នកគ្នាអាចយល់បានតែពិតចម្លើយប៉ុណ្នេះគឺអត់ទាន់គ្រប់ទេតាក់ទងនឹង mono ហើយនឹង stereo វាមានរឿងច្រើនទៀតដែលយើងត្រូវនិយាយអានេះគ្រាន់តែខ្ញុំឧទាហរណ៍ខ្លីៗឲ្យអ្នកគ្នាងាយយល់តែប៉ុណ្ណឹងអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបើសិនអ្នកគ្នាមានចម្ងល់អីបន្ថែមទៀតអាច comment នៅវីដេអូខាងក្រោមហើយយើងជួបគ្នានៅវីដេអូក្រោយ